Việc xuថ្ងៃនេះខ្ញុំចង់ជម្រាបជូនដល់បងប្អូនជនរួមជាតិជាពិសេសគឺនិស្សិតបញ្ញវន្តរបស់យើងដែលពួកគាត់មានឧត្តមគតិមានគំនិតជាតិនិយមចង់បម្រើកិច្ចការងារប្រទេសជាតិចង់ឲ្យប្រទេសជាតិមានភាពចម្រុងចម្រើនរុងរឿងចង់ចូលរួមចំណែកប៉ុន្តែគាត់មិនដឹងធ្វើយ៉ាងម៉េចដើម្បីគាត់អាចចូលរួមហើយទៅពេលខ្លះចូលទៅកន្លែងក្រសួងមន្ទីរឬកន្លែងផ្សេងមួយចំនួនវាពេញទៅដោយជំងឺបពុនិយមសាច់ខ្សែស្រឡាយរបស់គេអស់ហើយអ្នកមានអំណាចអស់ហើយអញ្ចឹងទៅគាត់មិនដឹងថាចូលជ្រៀតចូលតាមណាខ្ញុំនឹងបញ្យល់ប្រាប់អំពីវិធីសាស្ត្រដើម្បីចូលរួមចំណែកដោយខ្ញុំអញ្ចឹងខ្ញុំបើសិនជាខ្ញុំគិតរឿងខ្សែតយោបពុនិយមខ្ញុំមិនខ្វះទេកន្លែងតួនាទីតំណែងប៉ុន្តែខ្ញុំមិនមែនមកធ្វើកិច្ចការងារនយោបាយនេះគឺដើម្បីចង់បានតួនាទីតំណែងចង់បានប្រាក់ខែត្រឹមតែមករស់ខ្លួនឯងទេពួកខ្ញុំនឹកឃើញដល់អនាគតប្រទេសជាតិដែលធ្លាប់តែរងគ្រោះដោយសារតែសម្ពាធនយោបាយបញ្ហាប្រទេសជាតិសម្ពាធប្រទេសខាងលិចខាងកើតអន្តរជាតិយើងមើលឃើញស្រាប់ហើយថាពីក្រោយលន់នល់ព្រោះរំលំសម្ដេចព្រះបិតាសែននុរាជសម័យកាលនៃយើងហៅសម្ដេចតាក្រោយមកក៏មានការផ្ដួលរំលំដោយរបបខ្មែរក្រហមប៉ុលពតអៀងសារីខៀវសំផនហើយរហូតដល់ក្រោយមកលោកប៉ែនសុវណ្ណដែលគាត់ជាប្រមុខក្នុងការដឹកនាំផ្ដួលរំលំក្នុងថ្ងៃ7មករា1979ផ្ដួលរំលំនេះគឺផ្ដួលរំលំរបបប្រជាធិបតេយ្យរបស់ខ្មែរក្រហមហើយក៏មានការកាប់សម្លាប់គ្នាជាហូរហែរហូតដល់មានរដ្ឋប្រហារនៅក្រោយមានសហនាយករដ្ឋមន្ត្រី2រូបសម័យកាលនោះគឺមាននាយករដ្ឋមន្ត្រីទី1គឺសម្ដេចក្រមព្រះនរោត្តមហើយនាយករដ្ឋមន្ត្រីទី2គឺសម្ដេចហ៊ុនសែនសពថ្ងៃហ្នឹងខ្ញុំមើលឃើញអំពីវិនាសកម្មនៃជាតិសាសន៍ដែលឃើញខ្មែរនិងខ្មែរបែកបាក់គ្នាអញ្ចឹងបានខ្ញុំអត់ចង់បំរើគោលនយោបាយរបស់បរទេសណាហើយក៏មិនដើរក្នុងផ្លូវមនោគមវិជ្ជារបស់កុម្មុយនីសឬក៏សេរីណាដែលមិនបំរើផលប្រយោជន៍ប្រទេសជាតិដែលធ្វើឲ្យប្រទេសជាតិបែកបាក់តិចខ្ទាំទៀតទេអញ្ចឹងបានខ្ញុំមកបង្កើតគណៈបកនយោបាយចំនួនថ្មីនេះគឺខ្ញុំចង់ដើរនៅលើគោលនយោបាយថ្មីដាក់ហិង្សាហើយដើម្បីកំណែតម្រង់កិច្ចការងារប្រទេសជាតិនឹងឲ្យស្អាតស្អំឲ្យមានភាពយុត្តិធម៌នេះជាគោលជំហររបស់ខ្ញុំគឺចង់ឲ្យមានភាពស្អាតស្អំមានភាពយុត្តិធម៌នៅក្នុងប្រជាពលរដ្ឋដែលគាត់ត្រូវការខ្ញុំធ្លាប់ជួបប្រទេសច្រើនណាគឺពេលដែលខ្ញុំទៅរកសេវាកម្មរដ្ឋបាលគឺមានភាពអសកម្មរកោបញ្ហាមួយចំនួនទៅរកផ្នែកសេវាសុខភាពសមាភិបាលខ្ញុំធ្លាប់គ្រូពេទ្យដេញចេញអត់ឲ្យថ្នាំពេទ្យលេបក៏មានឈឺអត់មានថ្នាំពេទ្យទេទៅរកពេទ្យរដ្ឋក៏អត់មានពេទ្យបើកថ្នាំឲ្យដែរបានខ្ញុំរហូតដល់អាចចេះជាបាលខ្លួនឯងឈានដល់ការសិក្សាស្វែងយល់ហើយឪពុកម្ដាយខ្ញុំគឺគាត់ចូលទៅមន្ទីរពេទ្យរដ្ឋប៉ុន្តែពេទ្យមួយចំនួនគឺគាត់មិនធ្វើការងារក្នុងត្រឹមតែក្រសួងរដ្ឋទេគាត់មកបើក clinic នៅឯកជនហើយគាត់ទាញអ្នកជំងឺមកស្ថាប័នឯកជនរបស់គាត់រឿងអយុត្តិធម៌ច្រើនណាស់អញ្ចឹងខ្ញុំសង្ខេបអញ្ចឹងរឿងទាំងអស់នេះដែលខ្ញុំចង់ថាត្រូវការភាពស្អាតស្អំហើយត្រូវការខ្មែរនិងខ្មែររួមគ្នាឲ្យយល់បើយើងនៅតែជន់ឈ្លីគ្នាបំផ្លិចបំផ្លាញគ្នាឬយើងអត់អាចរួបរวมគ្នាបរទេសនឹងមើលងាយហើយពេលដែលបាត់បង់ប្រទេសជាតិទឹកដីមិនមែនបាត់បង់តែខ្ញុំទេមិនមែនបាត់បង់តែបងប្អូនទេគឺបាត់បង់ទាំងអស់គ្នាជាចាចងជាប្រវត្តិសាស្ត្រដូច្នេះដើម្បីចូលរួមកិច្ចការងារបម្រើប្រទេសជាតិបងប្អូនយើងសម្លឹងមើលដោយខ្ញុំបង្កើតគណៈបកចំនួនថ្មីនេះឡើងគឺដើម្បីផ្សព្វផ្សាយដើម្បីបង្ហាត់បង្រៀនឲ្យយល់អំពីនីតិវិធីច្បាប់រដ្ឋបាលហើយដើម្បីការពារកុំឲ្យមានបកពួកពុករលួយបកពួកដែលបំផ្លិចបំផ្លាញដែលដេកស៊ីប្រាក់ខែពាក់ឯកសណ្ឋានរាជការប៉ុន្តែបំផ្លាញប្រជាពលរដ្ឋហើយគោលការណ៍របស់ខ្ញុំដែលសំខាន់ចម្បងគឺ
សង្គមស្អាតស្អំកាលណាសង្គមស្អាតស្អំគឺរីកចម្រើនហើយមានយុត្តិធម៌ហើយតែអត់ទាន់ស្អាតស្អំអត់មានយុត្តិធម៌ច្បាប់នឹងវាលំអៀងច្បាប់មិនលំអៀងទេចង់និយាយថាច្បាប់មិនលំអៀងទេប៉ុន្តែអ្នកអនុវត្តច្បាប់លំអៀងដោយសារតែបកពួកខ្សែស្រឡាយអញ្ចឹងបងប្អូនកូនក្មួយនិស្សិតបញ្ញវន្តដែលចប់ទី12ឬក៏បាក់ឌុបហើយឈានដល់បរិញ្ញាបត្របណ្ឌិតអនុបណ្ឌិតចង់បម្រើប្រទេសជាតិឥឡូវនេះយើងមានគណៈបកចំនួនថ្មីហ្នឹងគឺជាគោលចំហព្រោះយើងអត់មានជាប្រទេសដែលបោះឆ្នោតដោយឯកតនាមទេបានន័យថាយើងមិនអាចឈរឈ្មោះឆ្កុយម្នាក់ឯងបានទេគឺយើងបោះឆ្នោតតាមបែបប្រព័ន្ធសមាមាត្រដើម្បីបោះឆ្នោតប្រព័ន្ធសមាមាត្រនេះគឺគេជ្រើសរើសសមាជិកនៅក្នុងបកណាមួយអញ្ចឹងយើងត្រូវចូលរួមនៅក្នុងបកណាមួយដូចចំនួនថ្មីគឺបើកលំហឲ្យនិស្សិតបញ្ញវន្តដែលមានសិទ្ធិសេរីភាពបញ្ចេញមតិយោបល់ចូលមករួមកែប្រែហើយយើងអត់មានសម្ពាធនៃកំអែលកុម្មុយនីសចាស់ទេគឺយើងជជែកវែកញែកគ្នាហើយចេះឲ្យយោបល់គ្នាកែប្រែទាំងអស់គ្នានេះគឺជាគោលចំហរបស់ខ្ញុំក៏ដូចជានៅក្នុងគណៈបកនយោបាយគឺចំនួនថ្មីនេះអហិង្សាមិនយកខ្មែរណាជាសត្រូវយើងប្រកួតប្រជែងតែគោលនយោបាយទេហើយយើងអត់មានទៅឆ្លោះទាស់ទែងគ្នាយកគ្នាជាសត្រូវមានឯងអត់អញទេហើយយើងផ្ដោតសំខាន់គឺកំណែតម្រង់ធ្វើម៉េចឲ្យមន្ត្រីរាជការទាំងអស់គឺដើរលើបន្ទាត់នៃតម្លាភាពយុត្តិធម៌សុចរិតមិនឲ្យយកបកពួកជាធំទេគឺយកប្រទេសជាតិប្រជាពលរដ្ឋជាធំអញ្ចឹងនៅក្នុងពេលដែលយើងកំពុងតែគោរពនៅរបៀបបោះឆ្នោតបែបសមាមាត្រនេះគឺបងប្អូនយុវជននិស្សិតគឺតែចូលរួមជាមួយគណៈបកចំនួនថ្មីចូលឈ្មោះតាមភូមិសង្កាត់ហើយចាប់ពី25ឆ្នាំទៅយើងអាចចូលឈ្មោះជាមេឃុំចៅសង្កាត់ហើយក្រុមប្រឹក្សានៅក្នុងមូលដ្ឋានដែលយើងរស់នៅហើយ25ឆ្នាំហើយម្យ៉ាងទៀតគឺត្រូវមានទីលំនៅអាស័យដ្ឋានណាបច្ចុប្បន្នរួមទាំងការិយាល័យបោះឆ្នោតគឺនៅឃុំសង្កាត់ដែលយើងរស់នៅហើយមិនជាប់ពិរុទ្ធដោយអង្គើបទឧក្រិដ្ឋណាមួយទេកាលណាយើងជាប់បទឧក្រិដ្ឋគឺមិនអាចចូលឈ្មោះបានទេហើយយើងត្រូវតែបង្កើនប្រជាប្រិយភាពរបស់យើងចោះជួយប្រជាពលរដ្ឋស្រឡាញ់ប្រជាពលរដ្ឋដូចជាញាតិសន្តានរបស់យើងធ្វើទៅនេះជាឱកាសសម្រាប់យុវជនបញ្ញវន្តសិស្សនិស្សិតដែលចាប់ពី25ឆ្នាំទៅគឺចូលរួមធ្វើកិច្ចការងារនឹងបានកាលណាជាប់ឆ្នោតហើយគឺយើងអាចលាលែងពីសមាជិកភាពរបស់គណៈបកនយោបាយយើងទៅធ្វើទៅតាមពិតមន្ត្រីរាជការដូចទាហានប៉ូលីសអ្នកដែលធ្វើកិច្ចការងារសម្រាប់អព្យាក្រឹតអត់មានទៅយកគណៈបកណាជាធំទេគ្រូបង្រៀនអីក៏ដោយគឺថាពួកគាត់មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសចូលគណៈបកណាក៏បានដែរអត់មានសម្ពាធទេបើសិនជាមាននីតិរដ្ឋហើយមានប្រជាធិបតេយ្យពិតប្រាកដគឺអត់មានសម្ពាធទេដោយគណៈបកចំនួនថ្មីបើកលំហអត់មានប្រកាន់ថាអ្នកឯងមកពីណាទេសំខាន់អ្នកឯងធ្វើកិច្ចការងារដើម្បីប្រទេសជាតិអស់លោកអ្នកបានបំរើប្រទេសជាតិបំរើជាពលរដ្ឋតាមចំណេះជំនាញតាមសមត្ថភាពរបស់ខ្លួនណាហើយយើងគុំគិតថាមកគណៈបកនយោបាយហ្នឹងអត់មានគឺហាហឹកហេអីផងគេអត់យកលុយបកគលទៅប្រើទេគឺយើងទៅបំរើក្នុងកិច្ចការងារមន្ត្រីរាជការគេមានកញ្ចប់ថវិកាដោយឃុំគេមានថវិការបស់ឃុំមូលនិធិឃុំហើយគេមានទម្លាក់ពីថ្នាក់ជាតិមកលុយគឺជាលុយរបស់ប្រជាពលរដ្ឋបាទប្រជាពលរដ្ឋរស់នៅសប្តាហ៍ថ្ងៃគឺបង់ពន្ធទាំងអស់ដេកដើរឈោងអង្គុយហូបចុកទាំងអស់សិតតែបង់ពន្ធដែលយើងទិញផលិតផលស្អីក៏សិតតែពន្ធទាំងអស់អញ្ចឹងពន្ធទាំងអស់ហ្នឹងគេយកមកបំរើប្រាក់ខែឬគម្រោងថវិការបស់ជាតិដូចអង្គរវត្តហ្នឹងតើមួយឆ្នាំទទួលបានចំណូលប្រមាណពីវិស័យទេសចរឧស្សាហកម្មសេដ្ឋកិច្ចកសិកម្មការនាំចូលនាំចេញតាំងពីចំនួន EBA នៅមានណា GSP ជំនួយឥតសំណងផ្សេងទៀតទាំងអស់ហ្នឹងគេយកមកអភិវឌ្ឍប្រទេសជាតិហើយអ្នកណាដែលមានសិទ្ធិសម្រេចមានតែគណៈបកកណ្ដាលអំណាចដែលមានសម្លេងភាគច្រើនទេមានសិទ្ធិសម្រេចហើយអ្នកដែលអត់ទាន់មានសម្លេងភាគច្រើនហ្នឹងគឺភាគតិចហ្នឹងអត់ទាន់មានសិទ្ធិក្នុងការសម្រេចទេដូចសប្តាហ៍ថ្ងៃខ្ញុំអត់ចង់ប្រើពាក្យគណៈបកប្រឆាំងជំទាស់
ធ្វើឲ្យយើងមើលមុខគ្នាចំដោយសារតែផ្នត់គំនិតលឺសំឡេងគឺថាមានន័យថាជំទាស់គ្នាប្តីប្រពន្ធអត់ត្រូវគ្នាដោយសារមាននិន្នាការនយោបាយផ្សេងគ្នាអញ្ចឹងមិនខ្ញុំចង់ឲ្យប្រើថាគណៈបកកាន់អំណាចនិងគណៈបកក្រៅរដ្ឋាភិបាលគណៈបកក្រៅរដ្ឋាភិបាលតាមពិតគឺគណៈបកទាំងអស់មានសិទ្ធិសេរីភាពដូចគ្នានៅក្រោមច្បាប់រដ្ឋធម្មនុញ្ញព្រមទាំងនៅក្រោមច្បាប់នៃការបង្កើតគណៈបកនយោបាយដូចគ្នាទាំងអស់អញ្ចឹងឈ្មោះថាគណៈបកនយោបាយគឺស្ថិតនៅក្រោមច្បាប់ហើយមានការព្រមព្រៀងពីក្រសួងមហាផ្ទៃបានអាចធ្វើនយោបាយបានដូច្នេះយើងត្រូវស្វែងយល់កិច្ចការងារទាំងអស់នឹងហើយបងប្អូនកូនក្មួយសិស្សនិស្សិតបញ្ញវន្តដែលរៀនចប់ហើយយើងមិនអាចកុំពុកអលួយទៅរកទិញខ្សែស្រឡាយចេញទិញទូនាទីតំណែងដើម្បីបម្រើនេះគឺយើងជាប់ចំណងគេហើយមិនអាចបម្រើផលប្រយោជន៍ជាតិបានទេគឺទៅមានតែបូមលុយពីប្រជាពលរដ្ឋថែមទៀតបូមលុយដើម្បីបម្រើនិន្នាការឬក៏បម្រើដល់មេដឹកនាំការក្រុមក្រសួងស្ថាប័នហ្នឹងខ្ញុំអត់ចង់បានអញ្ចឹងបានខ្ញុំបើតាមប្រវត្តិរបស់ខ្ញុំអ្នកដែលដឹងគាត់ដឹងថាបើសិនតែខ្ញុំស៊ីខ្សែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំមិនទៅពិបាកវេទនាទេខ្ញុំមានទូនាទីតំណែងប៉ុន្តែគំនិតរបស់ខ្ញុំអត់ចង់បានអញ្ចឹងខ្ញុំចង់បានអ្វីដែលជាគំនិតសមត្ថភាពសិទ្ធិសេរីភាពរបស់ខ្ញុំធ្វើអត់មានសម្ពាធអ្នកណាមកបញ្ជាក្បាលខ្ញុំអត់ទេគឺខ្ញុំបម្រើគោលជំហរសុឆន្ទៈមនសិការហើយចង់ឃើញជាតិមានការរីកចម្រើនរុងរឿងដោយសម័យអង្គរឡើងវិញអញ្ចឹងបានខ្ញុំថាធ្វើម៉េចគោលជំហររបស់ខ្ញុំគឺសង្គមស្អាតស្អំដូច្នេះបងប្អូនមួយទៅប្រើសមត្ថភាពខ្លួនឯងបម្រើប្រជាពលរដ្ឋបម្រើប្រទេសជាតិដោយឈរលើគោលការណ៍ខ្លួនឯងចាប់ពីពេលនេះតទៅយើងអាចមានឱកាសហើយព្រោះគណៈបកចំនួនថ្មីនេះគឺអត់មានប្រកាន់បកពួកថាអ្នកឯងមកពីណាទេសំខាន់អ្នកឯងមកទីនេះគឺចូលរួមធ្វើការងារសុចរិតទាំងអស់គ្នាស្អាតស្អំទាំងអស់គ្នាហើយចូលរួមបំពេញអ្វីដែលជាភាពខ្វះខាតនៅក្នុងសង្គមនេះយើងអត់និយាយពីថាគណៈបកនេះចេះគណៈបកនោះចុះយើងអត់ទេយើងអត់ចង់ឃើញអញ្ចឹងទេតែគោលបំណងរបស់យើងគឺចង់ឲ្យសង្គមស្អាតស្អំរីកចម្រើនទាំងអស់គ្នាកុំចាត់នៅពួកពុករលួយទុច្ចរិតបកពួកដែលបំផ្លាញប្រទេសជាតិបំផ្លាញច្បាប់ព្រោះច្បាប់ល្អប៉ុន្តែអ្នកអនុវត្តច្បាប់ដោយសារតែមានការនិយមបកពួកក្រុមគ្រួសារទៅអ្នកមានអ្នកក្រគឺបែងចែកគ្នាហ្នឹងហើយដែលធ្វើឲ្យខ្វះតម្លាភាពបាទសូមអរគុណខ្ញុំសូមសង្ខេបប៉ុណ្ណឹងបាទសូមអរគុណ